5.3 230 វ៉ុលវាស់កម្រិតស៊ីភ្លើងបង33.5 33.5 សិត 40,000 អ្នកខ្លះគេហៅសិត 3,000 អញ្ចឹងទៅស្រេចតែបងប្អូនហៅបងប្អូនឃើញរូបបែរជាស្គាល់ទេនេះភ្ញៀវគាត់ផ្ញើពីចេះមកជួសជុលទេគាត់ផ្ញើមកពីគ្រឿងជាមួយនឹង AV2 អញ្ចឹងជាមើលចុងវីដេអូខ្ញុំនឹងធ្វើការប្រៀបធៀបថាបងប្អូនប្រើ AV2 ហើយនឹងអាសិត 40,000 ហ្នឹងអាណាល្អជាងហើយគ្រឿងវាមិនអញ្ចឹងខ្ញុំនិយាយពីកំហូចអានេះដែលភ្ញៀវគាត់ផ្ញើមកឲ្យខ្ញុំជួសជុលសិនដំបូងឡើយអាហ្នឹងគាត់ផ្ញើមកយើងចាប់ទៅវាដំណើរការធម្មតាតែចុចរៀងប្រហែលជាបាន3នាទីនេះអាខាងនេះហ្នឹងនេះក្តៅដូចភ្លើងអញ្ចឹងនេះមកក្តៅងុំអានេះតិចដូចតកកអញ្ចឹងតាមបទពិសោធន៍កន្លងមកពួកអាសិត 40,000 នេះខ្ញុំមិនដែលធ្វើទេដល់ពេលយើងគិតថាវាខ្សោយវាខូចក្របនេះមកជាហៀងដល់អញ្ចឹងយើងចាប់ផ្ដើមវាស់យ៉ូតនេះអាយ៉ូតនេះដោយសារចង្កល់បងប្អូនក្របខ្លះខ្សោយមកជាហៀងក៏ដោយសារយ៉ូតនេះវាខូចយ៉ូតវារុញច្រាស់ទៅវិញក៏ក្តៅមកជាហៀងអញ្ចឹងខ្ញុំវាស់យ៉ូតលើកយ៉ូតចេញមកក្រៅវាស់ទៅវាអត់មានបញ្ហាអីទេអញ្ចឹងយើងសង្ស័យថាក្របនៅក្នុងហ្នឹងវាមានខូច3 ទៅ 5 គ្រាប់អីចឹងទៅឬក៏ខ្សោយទៅដល់ពេលយើងលើកមកវាស់ទៅគ្រាប់ហ្នឹងវាខ្សោយមែនតែជាក់ស្ដែងវាអត់ខូចទេតែសួរថាបើវាខ្សោយវាអត់ខូចចុះមិនបានវាក្តៅមកជាហៀងអានេះក្តៅដោយសារចេះទេដោយសារជមើដោយសារតែចេះនេះអាដុំនេះអាក្របនេះជាអាដុំនេះក្របនេះជាអាដុំនេះមកខាងអានេះ10គ្រាប់ជាអាដុំនេះ1 10គ្រាប់ជាអាដុំនេះ1អញ្ចឹងអានេះក្តៅអាខាងនេះក្តៅអញ្ចឹងអានេះតិចដូចទឹកកកអញ្ចឹងដោយសារអីដោយសារអានេះហ្នឹងវាធ្វើការទៅវានេះម៉ាស៊ីនហ្នឹងវាធ្វើការទៅខាងហ្នឹងទេអាខាងនេះអត់ដំណើរការដល់អញ្ចឹងអានេះមានអីក្តៅតិចដូចទឹកកកដោយសារអីដោយសារនេះអាប្រេហើយយើងវាស់ទៅនេះវាខូចអាប្រេនេះអាប្រេអាគូក្បាលទាញពីអាគុយហ្នឹងអានេះដូចគាត់ធ្លាប់ដូរម្ដងហើយក៏មិនដឹងអញ្ចឹងអានេះវាជាអាម៉ាស៊ីនមួយនេះអញ្ចឹងអាម៉ាស៊ីននេះអត់ដំណើរការវាអត់ក្តៅអញ្ចឹងក្តៅតែនេះទេអញ្ចឹងឥឡូវអាហ្នឹងយើងធ្វើហើយយើងអាក្របនេះឥឡូវវាដំណើរម៉ាស៊ីនហ្នឹងដំណើរការទាំងពីរវិញហើយតែអ្វីដែលជាបញ្ហាហ្នឹងអានេះវាខ្សោយមកជាហៀងហើយដោយសារពីមុនមកយើងវាដំណើរការទៅវាដល់អញ្ចឹងក្របហ្នឹងខ្សោយអញ្ចឹងអានេះនៅល្អទាំងអស់ក្របអញ្ចឹងយើងដកពីខាងនេះ5គ្រាប់មកដាក់ខាងនេះពីខាងនេះគ្រាប់ល្អនៅល្អ5គ្រាប់មកដាក់ខាងនេះដើម្បីវាស្មើគ្នាវិញអញ្ចឹងបញ្ហាវានេះដោយសារនេះអត់ដំណើរការអាខួរក្បាលទាញពីអាគុយអញ្ចឹងបងប្អូនបើមានឧបករណ៍វាស់អីបងប្អូនវាស់អានេះមកនេះអាឌុយនេះសម្រាប់បងប្អូនប្រើសិត 40,000 ហ្នឹងមានងាកការវាស់ភ្លើងដូចរបស់ខ្ញុំអីឬក៏នេះឬក៏អានេះជាទូទៅបងប្អូនមិនជាងមិនចាំបាច់ទិញដល់ងាកការវាស់បាទសំបីអានេះក៏វាស់ដឹងហើយនេះប៊ិចភ្លើងនេះតម្លៃវាតែ 8,000 រៀលទេបងប្អូនចុចមកបើសិនជាវាម៉ាស៊ីនអត់ដំណើរការពេលបងប្អូនចុចទៅវាអត់ចេញភ្លើងទេ
បើមិនសិនដំណើរការគឺចុចទៅចេញភ្លើងហ្មងនេះវាលុបភ្លើងនេះអញ្ចឹងដល់ពេលយើងដឹងថាណាម៉ាស៊ីនណាអត់ដើរអញ្ចឹងអាគូក្បាលនេះវាពជានេះគូក្បាលនេះពជានេះអញ្ចឹងយើងវាស់តាមហ្នឹងអញ្ចឹងសម្រាប់បងប្អូនប្រើអាសិត40000នេះអានេះសម្រាប់អូសតិចយកទៅអូសកាបអូសអីល្អលេងអញ្ចឹងនិយាយអូសយូរយូរដោយសារវាធន់វាប្រើក្របធំខាងនេះ10ខាងនេះ10វាស្មើ20បើប្រៀបជាមួយនឹងអា V2 នេះអានេះ Cricket V2 នេះ V2 នេះ VIP ទៀតតាមពិតទៅអានេះបើតាមការវាស់ភ្លើងរបស់ខ្ញុំអា V2 នេះមិនសូវជាប៉កែប្រមាណទេភ្លើងរៀងចាញ់អាសិត40000ហ្នឹងតែមួយអា V2 នេះវាប្រើក្របតូចផងខាងនេះ12ខាងនេះ12អញ្ចឹងមកខាងពី10ក្របតូចហើយណាមួយចេះមួយទៀតព្រោះ V2 នេះវាជាប្រភេទម៉ាស៊ីនរបស់សាមុសគ្រឿងរបស់សាមុសបងប្អូនបើសិនជាបងប្អូនយកទៅប្រើខូចឧទាហរណ៍ខូចនេះអាប្រេវិជាវានេះឬក៏នេះថ្លៃណាបងប្អូនអានេះមួយស្លឹកចូល20-30រៀលទៅវាអានេះក្បែរ50ហ្នឹងអាវលីននេះអញ្ចឹងអានេះវាបើបងប្អូនធ្លាប់ប្រើពីមុនមកថាល្អប្រើក៏ប្រើទៅវាមិនជាបញ្ហាគ្រាន់ថាវាខូចគ្រឿងហ្នឹងវារៀងពិបាករោបន្តិចហើយវាថ្លៃហើយវាប្រើក្របតូចហានិភ័យនឹងងាយខ្សោយហើយអាឡែចាប់ប្រច្រាស់វានេះវាប្រើតែ2គ្រាប់ទៀតអញ្ចឹងឆាប់ខូចអាឡែវាប្រើតិចពេកបាទនេះគេប្រើ3គ្រាប់នេះគ្រាន់បើរបស់គេហើយគ្រឿងវានេះដូចជាខួរក្បាលវាអីហ្នឹងមួយស្លឹកអានេះខួរក្បាលរុញទៅដងមួយស្លឹកតែ5-10រៀលទេចំណែកអានេះ5-10រៀលដូចគ្នាអាទាញពីអាគុយមកអញ្ចឹងគ្រឿងវាធូរថ្លៃតែរបស់ល្អប្រើបើតាមការវាស់ភ្លើងរបស់ខ្ញុំហ្នឹងល្អប្រើជាងពួក AV2 អញ្ចឹងជំរើសលើការសម្រេចចិត្តរបស់បងប្អូនចាក្បាលនេះក៏ផ្ញើមកធ្វើម៉ាស៊ីនឲ្យដងហាល់តែក្រងហាល់ដើមមានលឺពួកហ្នឹងលឺប្រហែលត្រូនកសកម្មហើយក៏ទៅដងហាល់ឲ្យគាត់ដែរយើងដូរមកគូហើយនឹងកឡើងThirister នេះរុញទៅដងនេះអានេះបោះស៊ីនវាប្រើ2គ្រាប់65 អាំពែ1200 វ៉ុលអញ្ចឹងយើងខ្ញុំដាក់របស់ខ្ញុំវិញហ្នឹងដាក់3គ្រាប់ចូល3គ្រាប់វា69 អាំពែ1200 វ៉ុលអញ្ចឹងយើងអាប់ដេតវាឡើងអញ្ចឹងយើងឡើង Thirister ហ្នឹងអញ្ចឹងអានេះ3គ្រាប់30000អានេះមួយស្លឹក60000 90000កង្ហាល់2 10000 20000អញ្ចឹងវាឡើង110,000តែយើងគិតគាត់10,000ដោយសារគាត់ភ្ញៀវពិសេសដែរអញ្ចឹងវីដេអូមានតែប៉ុណ្្នឹង